រឿងអាចកំបាំងកៅភ្នែកខ្ញុំកាលពីព្រេងនេះមានគ្រួសារមួយមានកូនស្រីក្រមុំម្នាក់ដ៏ស្រស់ស្អាតនាងគឺជាក្មេងស្រីគួរឲ្យស្រឡាញ់និងខិតខំប្រឹងប្រែងរៀនសូត្រជានិច្ចកាលថ្ងៃមួយនាងបានទៅសិក្សាដោយសពម្ដងនាងក៏បានជិះម៉ូតូតាមដងផ្លូវដោយសារតែប្រញាប់ទៅប្រឡងខ្លាចមិនទាន់នាងក៏បើកម៉ូតូយ៉ាងលឿនសម្ដៅទៅសាលារៀនហើយក៏ត្រូវគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យនាងត្រូវបាត់បង់កាយភ្នែកទាំងគូដោយសារតែនាងមានជីវភាពមានគួរសមដែរហើយគ្រួសារមួយដែលមានជីវភាពក្រដល់ថ្នាក់ហៅលេងលឺហើយគ្រួសារនោះដែលហេតុថាគ្រួសារនោះខ្វះខាតថវិកាក៏ដាច់ចិត្តលក់កែវភ្នែកទាំងគូរបស់កូនស្រីខ្លួនឲ្យទៅកូនស្រីអ្នកមាននោះតាំងពីនាងបានមើលឃើញវិញហើយនឹងដឹងខ្លួនពីការស្លាប់ជាច្រើនថ្ងៃក្រោយពីគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យនាងមានអារម្មណ៍ថាកែវភ្នែករបស់នាងគឺដូចជាប្លែកមិនដូចពីមុននោះទេកែវភ្នែករបស់នាងតែងតែមានបញ្ហានៅពេលយប់នាងតែងតែឃើញច្បាស់ឃើញអ្វីៗទាំងអស់ឃើញបានវែងឆ្ងាយឃើញបានរាប់រយម៉ែត្រទៀតផងមានថ្ងៃមួយនាងគេងមិនលក់ចេះតែរសាត់រសល់ក៏មានអារម្មណ៍ថាហាក់ដូចជាមានអ្វីចម្លែកដែលកំពុងតែមករកនាងនៅពេលនោះនាងក៏បើកភ្នែកមើលយ៉ាងធំហើយខំប្រឹងសម្លឹងឡើងចុះរកមើលតែមិនឃើញស្រាប់តែនាងឃើញអ្នកណាគេមកកេះខ្នងនាងពីក្រោយក៏នាងឆ្ងល់ក៏នាងភ័យយកភួយមកដណ្ដប់តែនៅតែដីនោះចេះតែកេះនាងជារៀងរហូតនាងក៏បាច់ចិត្តបើកភ្នែកមើលស្រាប់តែនាងឃើញមនុស្សមានភ្នែកហុងទាំងសងខាងជាស្រីស្អាតប៉ុន្តែនាងខ្វះកាយភ្នែកធ្វើឲ្យនាងតាំងអារម្មណ៍តាំងចិត្តយ៉ាងខ្លាំងមិនឲ្យស្លាប់នោះទេហើយនាងចាំមើលភ្នែកទាំងគូនោះថាតើហេតុអីបានជាភ្នែកនោះមានរូបអ្នកនោះនៅក្នុងកាយភ្នែករបស់នាងក៏ឆ្ងល់យ៉ាងខ្លាំងលុះដល់ស្អែកឡើងនាងបានទៅសួរដាច់ចិត្តសួរឪពុកម្ដាយនាងថាតើនាងមានបញ្ហាអ្វីតាំងពីនាងដឹងខ្លួនមកកាយភ្នែករបស់នាងចេះតែឃើញរឿងចម្លែកម្ដាយរបស់នាងមិនដាច់ចិត្តប្រាប់ទេក្រោយមកបន្តទៀតក៏នៅតែនាងឃើញសកម្មភាពដដែលមានអ្នកមកទាយគ្រាប់ភ្នែកពីនាងព្រោះថាអ្នកដែលបូជាគ្រាប់ភ្នែកនោះដើម្បីគ្រួសារសុខចិត្តស្លាប់ឲ្យគ្រាប់ភ្នែកទៅនាងដូច្នេះហើយគេតែងតែមកទាមទារគ្រាប់ភ្នែកធ្វើឲ្យនាងសែនខ្លាចក្រៃនឹងតាមសួរឪពុកម្ដាយដដែលដោយសារតែម្ដាយឪពុកទ្រាំមិនបានក៏យករឿងនោះទៅប្រាប់នៅពេលនោះនាងតូចចិត្តខ្លាំងណាស់ថាហេតុអីបានជាម្ដាយឪពុករបស់នាងមកកុហកនាងដូច្នេះនាងក៏តាំងចិត្តខឹងនឹងឪពុកម្ដាយយ៉ាងខ្លាំងនៅពេលនោះឪពុកម្ដាយរបស់នាងក៏អង្វរនាងនិងនាំនាងទៅស្រោចទឹកគ្រប់កន្លែងនិងនាំទៅរកគ្រូល្បីៗដើម្បីកុំឲ្យនាងនៅតែមានអារម្មណ៍ភ័យខ្លាចតាំងពីពេលនោះមកធ្វើឲ្យនាងលែងខ្លាចនិងលែងមានការព្រួយបារម្ភតាំងពីឪពុកម្ដាយរបស់នាងនាំនាងទៅជួបលោកនៅវត្តដ៏ពូកែមួយផងដែររឿងនេះសូមចាប់តែប៉ុណ្ណេះសូមអរគុណជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺជាផលិតផលថ្នាំគ្រាប់ Johnson ម៉ាឡេស៊ីដែលយើងនាំចេញពីប្រទេសម៉ាឡេស៊ីវាជួយទៅដល់បញ្ហាសុខភាពបងប្អូនដែលជួបជាមួយបញ្ហាសុខភាពដូចជាជំងឺឡើងជាតិអាស៊ីតបញ្ហាកាពះពោះវៀនហើយជាពិសេសគឺបញ្ហាអសមត្ថភាពផ្លូវភេទលោកតារាអំពូមីនចាស់ដែលគាត់មានបញ្ហាសន្លាក់ក៏អាចជួយបានដែរជាពិសេសគឺសន្លាក់រំរាយយូរឆ្នាំបងប្អូនប្រើប្រាស់ជាមួយនឹងផលិតផលនេះនឹងឃើញនូវគុណប្រយោជន៍ថ្នាំគ្រាប់នេះមានចំនួន60គ្រាប់ហើយញ៉ាំមួយថ្ងៃ2ដងពេលព្រឹក2គ្រាប់ល្ងាច2គ្រាប់មួយថ្ងៃត្រឹមតែ4គ្រាប់តែប៉ុណ្ណោះចឹងបងប្អូនអាចទទួលទានបានជារៀងរាល់ថ្ងៃជួយដល់សុខភាពបងប្អូននិងធ្វើឲ្យជាសះស្បើយរាល់បញ្ហាជំងឺផ្សេងៗបើសិនជាបងប្អូនចូលចិត្តនិងចង់ជាវគាំទ្រដល់ខ្ញុំជួនពីការសូមតាក់ទង inbox មកកាន់ TikTok ខ្ញុំផ្ទាល់សូមអរគុណ